សត្វដ៏គួរឲ្យខ្លាចមួយនេះវាជាសត្វប៉ារ៉ាស៊ីតដែលមានរាប់លានក្បាលនៅក្នុងមហាសមុទ្រវាមានឈ្មោះថា Lamprey ពេលវាពង្រីកមាត់របស់វាធំជាងខ្លួនរបស់វាទៅទៀតវាបង្ហាញធ្មេញដ៏អាក្រក់ដែលដុះជារង្វង់នៅលើជួរដេកនៃធ្មេញមុតស្រួចរបស់វាគឺគួរឲ្យខ្លាចខ្លាំងណាស់ក្នុងវីដេអូនេះគឺมันមានបំណងបំភ័យឲ្យអ្នកទាំងអស់គ្នាខ្លាចនៅពេលចុះទៅលេងសមុទ្រនោះទេខ្ញុំគ្រាន់តែចង់បង្ហាញភាវៈចម្លែកៗដែលមានជីវិតរស់នៅក្នុងមហាសមុទ្រតែប៉ុណ្ណោះវាខាំត្រីដោយប្រើធ្មេញដ៏មុតស្រួចធ្វើឲ្យត្រីមានរបួសធ្ងន់ឬស្លាប់តែម្ដងមើលទៅអាក្រក់គួរឲ្យខ្លាចខ្លាំងណាស់ជាធម្មតា Lamprey វាតែងតែបឺតឈាមត្រីដែលពួកវាបានឃើញគឺពុំងាយរួចខ្លួននោះទេ Lamprey មិនត្រឹមតែគួរឲ្យខ្លាចប៉ុណ្ណោះនោះទេវាថែមទាំងជាសត្វដែលអ្នកនេសាទមិនចង់ជួបវាផងដែរពួកវាសម្បូររស់នៅក្នុងមហាសមុទ្រ Great Lake តំបន់អាមេរិកខាងជើងពួកវាបានជាប់ឈ្មោះជាសត្វដែលបានសម្លាប់ត្រីសាម៉ុននិង trout ជាច្រើនក្បាលរៀងរាល់ឆ្នាំពួកវាមាន38ប្រភេទទៅតាមជម្រៅទឹកដែលពួកវារស់នៅសត្វដែលគួរឲ្យខ្លាចមួយនេះសូមបងប្អូនប្រុងប្រយ័ត្នពួកវារស់នៅក្នុងទន្លេនិងមហាសមុទ្រប៉ុន្តែបើនៅប្រទេសខ្មែរខ្ញុំមិនច្បាស់ថាវាមានច្រើនឬក៏អត់នោះទេប៉ុន្តែប្រសិនបើបងប្អូនធ្លាប់ជួបនៅក្នុងសមុទ្រខ្មែររបស់យើងសូមខមមិនចែករំលែកនៅខាងក្រោម